អ្នកនរគ្នាដែលកំពុងតែទស្សនាវីដេអូដែលខ្ញុំកំពុងសរសេរនេះណាគឺមានន័យថាបងប្អូនបានចូលរួមបានន័យថារួមចំណែកនៅក្នុងការអភិរក្សអក្សរសាស្ត្រជាតិយើងដោយមិនដឹងខ្លួនបាទបងប្អូនដឹងមិនអត់បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះផ្លាស់ប្ដូរបរិយាកាសបាទនាំមកដល់បងប្អូនអរគ្នាមកស្រុកផ្សាយចំការម្ដងបាទនេះគឺទឹកដីខេត្តកំពង់ចាមស្រុកចំការលើបាទមកលេងម៉ែក្មេងប្រពន្ធហ្នឹងណាហ្នឹងម៉ែក្មេងប្រពន្ធបាទអញ្ចឹងអ្នកដែលនៅទឹកដីខេត្តកំពង់ចាមបងប្អូនគ្នាបាទចូលរួមខមមិនទាំងអស់គ្នានៅខាងក្រោមណាបាទតែយោបល់ម្នាក់មួយបាទថ្ងៃនេះគឺមកសរសេរបាទខ្ញុំជួយចិត្តសរសេរអញ្ចឹងណាបាទនៅក្រោមដើមខ្នោហ្នឹងហើយមានអារម្មណ៍ស្ងប់ល្អបាទខ្ញុំជួយចិត្តសរសេរដោយសារការសរសេរគឺធ្វើឲ្យយើងមានចិត្តស្ងប់បាទអារម្មណ៍ស្ងប់ណាបាទហើយការសរសេរនឹងទីសោតគឺសរសេរច្រើនមានសុភាសិតមានទាំងពាក្យស្លោកមានអីផ្សេងៗច្រើនតែต้องចំណេះដឹងទូទៅហើយចាស់ស្ដែងដោយសារបច្ចុប្បន្នប្រទេសយើងកំពុងតែស្ថិតនៅក្នុងភ្លើងសង្គ្រាមបាទការឈានពីសំណាក់ប្រទេសថៃអញ្ចឹងទៅគឺខ្ញុំសរសេរតាក់ទងទៅនឹងឃ្លាលើកទឹកចិត្តអីផ្សេងៗក៏ដូចជាព័ត៌មានអាប់ដេតផ្សេងៗតាក់ទងទៅនឹងសង្គ្រាមអញ្ចឹងទៅបាទនេះគឺព័ត៌មានពីខាងក្រសួងអប់រំតាក់ទងទៅនឹងសាលារៀនអីអញ្ចឹងទៅណាបាទអញ្ចឹងក្រៅពីការវឹកហាត់សេអក្សរដៃឲ្យបានស្អាតហើយបងប្អូនក៏ទទួលបាននូវព័ត៌មានក៏ដូចជាចំណេះដឹងទូទៅផ្សេងៗផងដែរបាទពី Page ស្លាបកាបាទថ្ងៃនេះគឺតាមពិតទៅគឺមានរឿងចង់ជម្រាបជូនបងប្អូនមួយបាទចង់មានរឿងចង់ប្រាប់មួយបាទក៏ប៉ុន្តែចង់វីដេអូចាំនិយាយហ្នឹងហើយបាទនេះក៏ជាការវឹកហាត់ការសរសេរអក្សរដៃមួយដែរតែជាអក្សរបែបឆ្លាក់ហើយជាទូទៅអានេះគឺប្រើ Page Word ប៉ុន្តែខ្ញុំចង់ប្រើ Page ធម្មតាដោយសារតែចង់ឲ្យបងប្អូនយើងមិនបាច់ពិបាករកទិញ Page Word ទេបាទ Page ធម្មតាក៏សរសេរបានដែរបាទហើយសម្រាប់ទម្រង់បែបនេះវិញគឺប្រើ Page Word ហ្នឹងហើយជាទម្រង់អក្សរបែបប្លែកដែរនេះខ្ញុំមិនដែលសរសេរទេបាទលើកទី1ទេណាថ្ងៃនេះបាទនេះគឺតកតងទៅនឹង7ចំណុចដើម្បីរក្សាទំនាក់ទំនងឲ្យបានល្អបាទអញ្ចឹងជាធម្មតារៀងរាល់ពេលទំនេរបាទក្រៅពីការអានសភៅគឺខ្ញុំចូលចិត្តការសរសេរបាទសរសេរអញ្ចឹងទៅគឺមានអារម្មណ៍ស្ងប់ល្អបងប្អូនបាទហើយមួយទៀតខ្ញុំក៏ចង់ចែករំលែកទៅដល់បងប្អូនដែលចង់ឲ្យអក្សរដៃខ្លួនឯងស្អាតណាបាទអញ្ចឹងវឹកហាត់ទាំងអស់គ្នាជាមួយនឹងស្លាបកាបាទឬក៏ពុកម្ដាយអាណាព្យាបាលចង់ឲ្យកូនសរសេរអក្សរស្អាតអីបាទនេះគឺអាចចូលមើល Page ស្លាបកាបានបាទគឺយើងមានបាទខ្ញុំមានជាវីដេអូចែករំលែកទាក់ទងទៅនឹងការហាត់សរសេរផងដែរបាទនៅមានរឿងមួយទៀតបាទការពិតមួយដែលខ្ញុំចង់ជម្រាបជូនបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺ Hello បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផ្លាស់ប្ដូរបរិយាកាសបាទមកក្រុមដើមស្អីទៅនេះដើមខ្នោហ្នឹងហើយបងប្អូនដឹងអត់បងប្អូនដែលកំពុងតែទស្សនាវីដេអូខ្ញុំកំពុងសរសេរនេះណាគឺមានន័យថាបងប្អូនបានចូលរួមមានន័យថារួមចំណែកនៅក្នុងការអភិរក្សអក្សរសាស្ត្រជាតិយើងដែរដឹងអត់បាទដឹងថាម៉េចអត់បាទគឺតាមរយៈការចុច like page follow page ក៏ដូចជា subscribe channel YouTube របស់ស្លាបកានិយាយមែនណា